គ្រាន់តែបើកឆ្នាំងភ្លាមក្លិនឈ្ងុយឡើងភាយស្រក់ទឹកមាត់ពេញផ្ទះតែម្ដងមាន់ឆ្លក់ទឹកសម្ងំក្នុងឆ្នាំងអបជាមួយរូបមន្តគ្រឿងពិសេសធ្វើឲ្យរសជាតិមាន់ឆ្ងាញ់ជាប់ចិត្តអ្នកមើលគ្រប់គ្នាតែម្ដងបងប្អូនមាន់ឆ្លក់ទឹកធ្លាប់ឮដែរអត់បងប្អូនមុខនេះងាយស្រួលទេគ្រាន់តែយើងមានមាន់ស្រែមួយក្បាលនិងមានអាយម្ដបក៏អាចចម្អិនញ៉ាំបានដែរខ្ញុំនឹងបង្ហាញតិចតួចនៅក្នុងការចម្អិនហើយធ្វើយ៉ាងណាឲ្យសាច់មាន់របស់យើងមានរសជាតិឆ្ងាញ់ហើយមានក្លិនឈ្ងុយល្អហើយរក្សាសាច់មាន់នឹងនៅមានជាតិល្អទៀតផងសម្រាប់វីដេអូថ្ងៃនេះក៏សូមអរគុណដល់ប្រេងសុខភាព Healthy Chef ផងដែរដែលបានឧបត្ថម្ភសម្រាប់វីដេអូរបស់ខ្ញុំប្រេងសុខភាព Healthy Chef ទុកទៅដោយ protein ខ្ពស់ជួយដល់សុខភាពបេះដូងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានអញ្ចឹងបងប្អូនទៅធ្វើមាន់ជ្រក់ទឹកជាមួយនឹងខ្ញុំទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំទាំងនេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket បានផងដែរថ្ងៃនេះខ្ញុំមានមាន់ស្រែមួយក្បាលបងប្អូនមាន់ដុតយើងកុំយកខ្ចីពេកហើយកុំយកចាស់ពេកយកមកល្មមមកយើងដុតទៅឆ្ងាញ់ឥឡូវយើងមករៀបគ្រឿងសម្រាប់ដុតមាន់ជាមួយអាយបងប្អូនមាន់ឆ្លក់ទឹកបងប្អូនប្រហែលជាគិតថាឆ្លក់ទឹកអីប៉ុន្តែតាំងពីពិតយើងយកមាន់មកដុតជាមួយអាយហើយយើងនឹងធ្វើគ្រឿងដុតយ៉ាងណាឲ្យមានក្លិនឈ្ងុយឥឡូវរៀបគ្រឿងសិនគ្រឿងយើងអត់មានអីច្រើនទេបងប្អូនមានគល់ស្គ្រីខ្ទឹមសខ្ទឹមក្រហមចំពោះគ្រឿងវិញបើសិនជាបងប្អូនចង់បន្ថែមដូចជាស្លឹកក្រូចសើចឬក៏រំដេងឯងបងប្អូនបន្ថែមបានណាប៉ុន្តែខ្ញុំអត់ដាក់ទេដោយសារខ្ញុំដុតមាន់ខ្ញុំប្រើគ្រឿងទៅប្រមាណមុខនេះទេយើងដាក់ខ្ទឹមសខ្ទឹមក្រហមមកហើយខ្ញុំអត់ដំឯងបងប្អូនខ្ញុំដាក់ទាំងដុំអញ្ចឹងរួចហើយបន្ថែមម្ទេស2 3គ្រាប់ទៀតគ្រឿងយើងមានតែប៉ុណ្្នឹងទេបងប្អូនចំពោះបន្លែថ្ងៃនេះបងប្អូនខ្ញុំប្រើដាំចេកហើយនឹងស្ពៃខាត់ណាបងប្អូនធ្លាប់តែប្រើតកួនប្រើស្ពៃក្តៅប្រើអីចឹងតែអត់ធ្លាប់ប្រើដាំចេកនិងខាត់ណាទេមានរសជាតិឆ្ងាញ់មួយយ៉ាងបងប្អូនដាក់ដុតមកដាំចេកមានរសជាតិផ្អែមនៅពេលដែលយើងយកទៅដុតជាមួយនឹងសាច់មាន់បែបហ្នឹងខាត់ណាយើងហាន់រាងធំបន្តិចមកប៉ុន្តែខាត់ណាបងប្អូនយើងពេលដែលដុតយើងអត់ប្រើយូរពេកយើងទុកគ្រាន់តែឆ្អិនមកល្មមយើងឆាប់លើកចេញអញ្ចឹងទេវាបាត់រសជាតិបន្លែអត់សូវឆ្ងាញ់ទេទន់ពេកអញ្ចឹងហើយយើងទុកតាមមកស្ទុះឲ្យតែខាត់ណាឆ្អិនល្មមយើងអាចលើកចេញបានហើយទុកមួយឡែកចឹងមកឥឡូវនេះយើងទៅដុតមាន់តែម្ដងបងប្អូនយើងចាប់ផ្ដើមមករំលីងគ្រឿងតិចសិនទៅដើម្បីឲ្យក្លិនឈ្ងុយល្អយើងដាក់ប្រេងសុខភាព Healthy Chef ចូលបន្តិចមកបងប្អូនពេលប្រេងយើងក្តៅហើយយើងដាក់គ្រឿងរបស់យើងចូលមកបងប្អូនខ្លះអាចនឹងកត់រៀបគ្រឿងធម្មតាហើយអត់ដាក់ប្រេងទេអញ្ចឹងហើយខ្ញុំធ្វើបែបនេះវាជួយឲ្យក្លិនឈ្ងុយដល់សាច់មាន់យើងកូរគ្រឿងយើងឲ្យឡើងក្លិនឈ្ងុយតិចមកចាំយើងដាក់គ្រឿងផ្សេងចូលគ្រឿងយើងឡើងក្លិនឈ្ងុយល្អហើយបងប្អូនហើយយើងដាក់អាយចូលរួចហើយខ្ញុំបន្ថែមគ្រឿងយើងប្រើម្សៅស៊ុបប៉ុណ្ណឹងមកប៊ីចេងបើសិនតែបងប្អូនញ៉ាំបងប្អូនដាក់បន្តិចប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយបងប្អូនមិនបាច់បន្ថែមស្ករទេណាដោយសារយើងប្រើអាយរបស់យើងផ្អែមហើយអញ្ចឹងហើយយើងមិនបាច់បន្ថែមស្ករទេគ្រឿងប៉ុណ្ណឹងគឺថាពេលដែលមាន់ឆ្អិនរសជាតិឆ្ងាញ់មកល្មមតែម្ដងបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងហើយយើងកូរឲ្យរលាយគ្រឿងនឹងចូលគ្នាបន្តិចមកយើងដាក់មាន់ចូលយើងដាក់មាន់យើងចូលចឹងមកបងប្អូនហើយគ្រឿងក្នុងជើងអីយើងដាក់ចូលមករួចហើយដើមចេកងាយស្រួលមែនទេយើងធ្វើរបៀបនេះគឺថាក្លិនមាន់ឈ្ងុយបានល្អហើយរសជាតិឆ្ងាញ់យើងគ្របទុកយើងអាចដុតរយៈពេលពី30ទៅ40នាទីអាស្រ័យលើមាន់តូចធំដែលបងប្អូនប្រើអញ្ចឹងហើយឥឡូវយើងទុកសិនមកយើងដាក់ភ្លើងមកល្មមចំពោះខាត់ណាវិញបងប្អូនយើងដាក់នៅពេលដែលមាន់យើងជិតឆ្អិនឲ្យខាត់ណាឆ្អិនមកល្មមទៅយើងលើកបានហើយអញ្ចឹងខាត់ណាទុកដាក់នៅពេលក្រោយបងប្អូនមាន់យើងជិតឆ្អិនហើយយើងស្រង់ដើមចេកយើងចេញមករួចហើយយើងដាក់ខាត់ណាយើងចូលសិន
ដើមចេកនៅពេលដែលយើងអត់ពុះបងប្អូនគឺនៅពេលឆ្អិនទៅគឺល្អបើយើងពុះទៅវាបែកឥឡូវនេះមាន់យើងអត់តន់ស្រង់ទេប៉ុន្តែយើងថែមខាត់ណាយើងបន្តិចមកខាត់ណាយើងអត់ទុកយូរទេយើងគ្រាន់តែទុកឲ្យឆ្អិនមកយើងស្រង់ចេញបានហើយបងប្អូនហើយខាត់ណានៅពេលដែលយើងយកទៅញ៉ាំផ្ទាប់ជាមួយសាច់មាន់យើងផ្ទាប់ជាមួយទឹកជ្រលក់ទៅគឺថារសជាតិចាប់គ្នាមែនទែនឥឡូវយើងគ្របទុកបន្តិចសិនទៅឲ្យខាត់ណាយើងឆ្អិនបងប្អូនឥឡូវឆ្អិនហើយខាត់ណាយើងយកឆ្អិនប៉ុណ្ណឹងមកកុំឆ្អិនពេកអត់ឆ្ងាញ់ទេអញ្ចឹងហើយយើងយកឆ្អិនប៉ុណ្ណឹងមកហើយខាត់ណាយើងហាន់ដុំធំដែរដោយសារហាន់ដុំធំអញ្ចឹងទៅវាអត់រលួយទេបងប្អូនវាស្រង់ទុកម្លាយមកឆ្អិនហើយបងប្អូនបន្ទាប់ពីយើងទុកមាន់យើងឲ្យឆ្លក់ជាមួយនឹងទឹកអាយរយៈពេល35នាទីមកឥឡូវនេះពណ៌តំណងមែនទេបើនិយាយពីរសជាតិវិញឆ្ងាញ់ហើយក្លិនវិញឈ្ងុយណាស់បងប្អូនយើងឆ្លក់ជាមួយនឹងទឹកត្រីបុកបែបនេះមកគឺថាត្រូវគ្នាមែនទេអញ្ចឹងនេះជារបៀបដែលខ្ញុំធ្វើមាន់ឆ្លក់ទឹកមួយមុខនេះត្រូវមែនទេបងប្អូនយើងអាចញ៉ាំជុំគ្នាញ៉ាំធ្វើជាគ្រឿងក្លែមយកមកញ៉ាំជាមួយបាយលក្ខណៈជួបជុំបងប្អូនមានកម្មវិធីតូចធំក៏អាចធ្វើបានដែរហើយពីរបៀបធ្វើវិញងាយស្រួលហើយមួយទៀតអត់សូវសាំញ៉ាំញ៉ៃទេបងប្អូនបើរសជាតិវិញគឺថាទទួលយកបានតែម្ដងនៅពេលដែលយើងផ្ទាប់ជាមួយបន្លែទៅគឺថារសជាតិសាច់មាន់របស់យើងឆ្ងាញ់មែនទែនសាច់មាន់របស់យើងមានរសជាតិផ្អែមល្មមឆ្ងាញ់តែម្ដងពេលដែលយើងបន្ថែមបន្លែបែបនេះវាធ្វើឲ្យមុខម្ហូបមួយមុខនេះកាន់តែឆ្ងាញ់ហើយអត់ច្រឡំទេអញ្ចឹងបងប្អូនអាចសាកល្បងចម្អិនបានណាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំផងណាអរគុណ